សូមគោរពស្វាគមន៍លោកពុកអ្នកម្ដាយកុមារយុវ័នលោកគ្រូអ្នកគ្រូនិងទស្សនិកជនទាំងអស់មកកាន់កម្មវិធីបង្អួចគំនិតកុមារយុវ័នជាថ្មីម្ដងទៀតនៅវគ្គ2យើងបានឃើញរួចហើយថាពិភពលោកយើងនេះរួមទាំងកម្ពុជាផងដែរបាននឹងកំពុងពន្លឿនបណ្ដុះបណ្ដាលជំនាញចាំបាច់សម្រាប់កុមារនិងយុវជនដើម្បីពួកគេអាចរស់បានធ្វើការបានអភិវឌ្ឍជាតិបាននិងការពារជាតិបានប៉ុន្តែនៅក្នុងវគ្គនេះមានសំណួរធំមួយទៀតមានបញ្ហាធំមួយទៀតដែលយើងត្រូវពិចារណាទាំងអស់គ្នាហើយបញ្ហាឬសំណួរនោះគឺថាតើយើងអាចបំលែងជំនាញដែលយើងរៀបរាប់ពិភាក្សាគ្នានៅក្នុងវគ្គ2ហ្នឹងយើងបំលែងជំនាញទាំងនោះទៅជាសកម្មភាពពិតដើម្បីឲ្យវាមានតម្លៃសម្រាប់សេដ្ឋកិច្ចជាតិបានយ៉ាងដូចម្តេចហើយយើងជាទូទៅនៅក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃក៏ដូចជាការដឹកនាំប្រទេសជាតិមួយដែរតែងតែរៀនសូត្រពីគ្នាទៅវិញទៅមកអញ្ចឹងបើសិនជាយើងសម្លឹងមើលទៅបណ្ដាប្រទេសជឿនលឿននៅលើโลกនេះគេបំលែងជំនាញឲ្យទៅជាសកម្មភាពពិតដើម្បីជាកម្លាំងសេដ្ឋកិច្ចជាតិរបស់គេហ្នឹងជួយជាតិគេហ្នឹងគេជ្រើសរើសមួយក្នុងចំណោមជំនាញគឺសហគ្រិនភាពហើយសហគ្រិនភាពនេះគឺមិនមែនសម្រាប់តែមនុស្សពេញវ័យទេមិនសម្រាប់តែមនុស្សពេញវ័យទេប៉ុន្តែសម្រាប់កុមារនិងយុវ័នកុមារនិងយុវជនផងដែរហើយនឹងហើយជាមូលហេតុដែលថ្ងៃនេះនៅក្នុងវគ្គ3នេះយើងលើកយកប្រធានបទមួយដែលមានចំណងជើងថាកុមារយុវសហគ្រិនភាពបាទមុននឹងចាប់ផ្ដើមវគ្គនេះជាទម្លាប់ខ្ញុំបោះជាសំណួរមកកាន់ខ្លួនឯងក៏ដូចជាទៅកាន់ទស្សនិកជនដែរហើយថ្ងៃនេះនៅវគ្គនេះយើងមានសំណួរពីរសំណួរទី1ថាតើសហគ្រិនភាពត្រូវរងចាំសហគ្រិនចាប់ផ្ដើមជាសហគ្រិនត្រូវរងចាំរហូតដល់អាយុ30ឬទៅ40ឆ្នាំឬក៏យ៉ាងណានឹងសំណួរទី1សំណួរទី2ដើម្បីខ្លាយទៅជាសហគ្រិនអាចចាប់ផ្ដើមពីកុមារដែលហ៊ានសាកល្បងហ៊ានគិតហ៊ានធ្វើនិងហ៊ានរៀនពីកំហុសដែរទេសំណួរទី1សំណួរទី2ហើយលោកអ្នកទេសនិកជនលោកពុកអ្នកលោកគ្រូអ្នកគ្រូកុមារយុវ័នអាចខមមិនចម្លើយទៅតាមការយល់ដឹងរៀងខ្លួនបាទឥឡូវយើងបន្តជាមួយនឹងថាបើយើងនិយាយពីកុមារយុវសហគ្រិនភាពហ្នឹងតើកុមារយុវសហគ្រិនភាពហ្នឹងជាអ្វីយើងទៅស្គាល់ខ្លឹមសារของគេសិនអញ្ចឹងកុមារយុវសហគ្រិនភាពមែនតើទៅមិនមែនមានន័យថាគឺជាការចាប់បង្ខំកុមារឲ្យរកប្រាក់នោះទេប៉ុន្តែគឺជាការបើកឱកាសឲ្យក្មេងរៀនចេះសង្កេតបញ្ហាជុំវិញចេះដោះស្រាយបញ្ហាដោយការគិតពិចារណាស៊ីជម្រៅចេះបំលែងគំនិតឲ្យទៅជាសកម្មភាពហើយនឹងចេះទទួលខុសត្រូវនៅអ្វីដែលជាទង្វើរបស់ខ្លួនមែនតើសហគ្រិនភាពគឺជាជំនាញសម្រាប់ជីវិតមួយជីវិតតែម្ដងមិនមែនគ្រាន់តែជាជំនាញដែលយើងចេះហើយមកសម្រាប់ប្រើនៅក្នុងអាជីវកម្មទេនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏ត្រូវការសហគ្រិនភាពនឹងដែរពីព្រោះអីពីព្រោះសហគ្រិនភាពគឺថាបង្រៀនឲ្យមនុស្សចេះសង្កេតបញ្ហាជុំវិញចេះដោះស្រាយបញ្ហាចេះបំលែងគំនិតទៅជាសកម្មភាពចេះជាពិសេសចេះទទួលខុសត្រូវនៅអ្វីដែលជាទង្វើរបស់ខ្លួនអញ្ចឹងបានថាវាជាជំនាញប្រចាំជីវិតផងជំនាញសម្រាប់អាជីវកម្មផងបាទឥឡូវដើម្បីដឹងថាតើកុមារយុវសហគ្រិនភាពគួរចាប់ផ្ដើមទេនៅកម្ពុជាយើងសាកល្បងពិនិត្យមើលបណ្ដាប្រទេសជឿនលឿនមួយចំនួនខ្ញុំលើកឡើងដូចជាសិង្ហបុរីជប៉ុនអាមេរិកអីហ្នឹងថាតើគេធ្វើម៉េចគេរងចាំរហូតដល់មនុស្សអាយុ30 40ឆ្នាំបានឲ្យគាត់រៀនពីអាហ្នឹងឬក៏គេធ្វើម៉េចប្រទេសអស់ទាំងនេះដែលខ្ញុំលើកឡើងមកនេះគឺគាត់អត់រងចាំដល់ក្មេងធំទេត្រឹមតែប្រទេសខ្លះដូចនៅអាមេរិកនេះតើពីមតីហ្នឹងចាប់ផ្ដើមឲ្យរៀនពីរបៀបធ្វើសង្កេតរបៀបដោះស្រាយបញ្ហាជប៉ុនក៏ដោយសង្ហបុរីក៏ដោយគឺគេអត់ចាំឲ្យក្មេងធំទេតាំងពីមតីនិយាយរួមពី K to 12ហ្នឹងគឺគេបរៀនកុមារសហគ្រិនភាពតាំងពីវ័យប៉ុណ្ណឹងអញ្ចឹងមិនបានគេត្រូវបរៀនក្មេងពីវ័យប៉ុណ្ណឹងគេយល់ថាម៉េចបន្តប្រទេសទាំងនោះយល់ថាសហគ្រិនភាពគឺជាម៉ាស៊ីនបង្កើតអនាគតសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិរបស់គេចឹងហើយបានជាគេបដោះក្មេងតាំងពីតូចតាក់ទងនឹងសហគ្រិនភាពហ្នឹងហើយយើងប្រើពាក្យថាកុមារហើយនិងយុវជនគឺកុមារយុវសហគ្រិនភាពហើយជំនាញស្នូលដែលកុមារយុវសហគ្រិនគាត់ត្រូវរៀនហ្នឹងគឺ
ជំនាញ grow mindset និងជំនាញផ្នត់គំនិតនៃការលូតលាស់រៀនពីត្រូវក៏រៀនពីខុសក៏រៀនដូចប្រទេសអ៊ីស្រាអែលគាត់អនុញ្ញាតឲ្យក្មេងខុសគឺដើម្បីរៀនខុសលឿនកាលណាមានឱកាសរៀនពីកំហុសលឿនកាលនោះហើយកាន់តែមានប្រសិទ្ធភាពហ្នឹងនៅអ៊ីស្រាអែលបាទគេបរៀនទំនាក់ទំនងការបញ្ចេញទស្សនៈគំនិតនៅចំពោះមុខសាធារណជនឬក៏ចំពោះមុខមិត្តរួមថ្នាក់ដើម្បីពង្រឹងគេភាពដែលមានទំនុកចិត្តខ្លួនឯងគេបង្រៀនក្មេងឲ្យចេះធ្វើការងារជាក្រុមឲ្យមានភាពច្នៃប្រឌិតឲ្យចេះដោះស្រាយបញ្ហាឲ្យមានចំណេះដឹងហិរញ្ញវត្ថុមូលដ្ឋានហើយឲ្យមានជំនាញ digital និងបច្ចេកវិទ្យាអញ្ចឹងនិយាយដល់ជំនាញ digital បច្ចេកវិទ្យាមានការប្រទេសមានការយល់ទស្សនៈផ្សេងគ្នាថាក្មេងគូកាន់នៅកម្ពុជាយើងអាចមានណាថាក្មេងគូកាន់ទូរស័ព្ទ iPad ទេនៅក្មេងណាខ្លាចខូចភ្នែកអីចឹងប៉ុន្តែនៅបន្តប្រទេសជំនឿគេឲ្យក្មេងគេឲ្យក្មេងប្រើឧបករណ៍ IT device ឬក៏ smart device ហ្នឹងទូរស័ព្ទ iPhone tablet ឬ computer ហ្នឹងគេឲ្យប្រើប៉ុន្តែគាត់ថាគេមានគេហៅថាdigital literacy របស់គេថាចំណេះដឹងផ្នែក digital របស់គេពេលណាគួរកាន់ពេលណាគួរមិនកាន់ពេលណាគួរកាន់សភៅពេលណាគួរសម្រាប់ធ្វើការងារបំពេញការងារ PE physical education អីផ្សេងនឹងគេមានការបែងចែកបាទពេលវេលាបើសិនជាក្មេងគេយល់ឃើញថាបើសិនជាក្មេងជាជំនាញដែលរៀបរាប់ខាងលើនេះគឺនោះគឺជាដើមទុនជីវិតរបស់គាត់ដែរមិនថាថ្ងៃក្រោយគាត់ខ្លាចជាម្ចាស់អាជីវកម្មឬក៏គាត់ទៅចាប់អាជីពនៅក្នុងរបបផ្សេងឬក៏បំពេញការងារនៅក្នុងក្រុមហ៊ុនណាទេនៅពេលដែលគាត់មានជំនាញដែលរៀបរាប់ខាងលើគឺនោះជាដើមទុនជីវិតរបស់គាត់មិនរីងស្ងួតមានថាជាដើមទុនមិនរីងស្ងួតឥឡូវយើងគិតមកស្រុកទេសយើងវិញគិតមកកម្ពុជាវិញតើត្រូវចាប់ផ្ដើមមានកុមារយុវសកម្មភាពទេនៅតាមគ្រួសារនៅតាមសាលានៅតាមសហគមន៍បើសម្រាប់ខ្ញុំយល់ឃើញថាកម្ពុជាយើងសហគ្រិនភាពមិនមែនជាជំរើសទេប៉ុន្តែវាជាការចាំបាច់តែម្ដងមិនមែនថាយើងគួរជ្រើសរើសអត់មិនជ្រើសមិនរើសក៏បានអត់ទេមិនមែនជាជំរើសប៉ុន្តែជាការចាំបាច់តែម្ដងអានេះសម្រាប់ទស្សនៈខ្ញុំហ្នឹងណាប៉ុន្តែលោកស្រីទស្សនិកជនយល់ថាណាយ៉ាងណានោះគឺទៅតាមការយល់ដឹងរៀងខ្លួនតែសម្រាប់ខ្ញុំគឺមិនមែនជាជំរើសមិនតែជារឿងចាំបាច់តែម្ដងហើយបានចាំបាច់ពីព្រោះយើងដើម្បីបង្កើតការងារនៅពេលដែលមានសកម្មភាពច្រើនខ្ញុំនិយាយពីខាងដើមពីคลิปមុនដែរថាត្រូវបង្រៀនក្មេងឲ្យបានលទ្ធផលសិក្សាមួយមិនមែនសម្រាប់តែរកការងារធ្វើទេប៉ុន្តែត្រូវបង្រៀនក្មេងឲ្យបានលទ្ធផលសិក្សាមួយដែលគាត់ចេះបង្កើតការងារសម្រាប់ខ្លួនឯងនិងសម្រាប់សហគមន៍ទេអញ្ចឹងបើរៀនកុមារសហគ្រិនភាពគឺគាត់ចេះបង្កើតការងារសម្រាប់ខ្លួនឯងផងសម្រាប់សហគមន៍ផងអញ្ចឹងនៅពេលដែលមានមុខរបរមានការងារច្រើនជាពិសេសមានអាជីវកម្ម SME ច្រើនរកប្រាក់ចំណូលបានច្រើនបងប្អូនជូនរដ្ឋច្រើនអញ្ចឹងសេដ្ឋកិច្ចជាតិក៏រីកចម្រើនទៅតាមហ្នឹងមួយហើយមួយទៀតវាជាការចាំបាច់ដោយសារបើសិនជាចេះសហគ្រិនភាពគឺយើងអាចកាត់បន្ថយពីការពឹងផ្អែកទីផ្សារនៅខាងក្រៅដែរមានថាយើងផលិតផលមកពីខាងក្រៅដែរមានថាគាត់ចេះគាត់ប្រើសហគ្រិនភាពរបស់គាត់ពិនិត្យមើលថាមានបញ្ហាអីនៅក្នុងសហគមន៍របស់គាត់អត់មានទំនិញនេះទេអត់មានផលិតផលនេះលក់ទេអញ្ចឹងត្រូវធ្វើម៉េចផលិតខ្លួនឯងបានហើយប្រើវិធីសហគ្រិនភាពរបស់គាត់រៀនពីកំហុសរៀនពីអ្នកដទៃសាក់លបងហើយសាក់លបងទៀតបន្ទាប់មកធ្វើ prototype បន្ទាប់មកយើងអាច pitching លក់ផលិតផលបានអញ្ចឹងយើងអាចនៅពេលដែលមានសហគ្រិនភាពសម្រាប់កុមារពេលគាត់ធំទៅគឺគាត់ជាកម្លាំងមួយដែលអាចជួយកាត់បន្ថយការពឹងផ្អែកផលិតផលនាំចូលពីបរទេសហើយមួយទៀតគឺដើម្បីបង្កើតសេដ្ឋកិច្ចថ្មីធម្មតារៀនសហគ្រិនភាពមានលក្ខណៈពិសេសរបស់គេមួយកុមារសហគ្រិនភាពគឺថាធ្វើម៉េចឲ្យក្មេងគិតឲ្យប្លែកឲ្យចម្លែកឲ្យគិតឲ្យខុសពីគេហើយបើសិនជាយើងធម្មតាយើងអត់បានធ្វើការសិក្សាអំពីកុមារសហគ្រិនភាពយើងអាចគិតថានៅពេលដែលកូនយើងគិតប្លែកគិតយ៉ាងចម្លែកគាត់នឹងដូចកូននឹងដូចប្លែកម៉េះដូចចម្លែកម៉េះដូចជាមិនប្រក្រតីអីភ័យបារម្ភអត់ទេយើងទៅសង្កេតថាគាត់ប្លែកនឹងប្លែកទៅលើចំណងណាមួយហើយគាត់ចង់សាកល្បងយ៉ាងម៉េចហើយយើងជាឪពុកម្ដាយត្រូវបំពេញតួនាទីជាអ្នកស្ដាប់ជាអ្នកលើកទឹកចិត្តហើយនឹងជាអ្នកផ្ដល់ឱកាសឲ្យគាត់សាកល្បងបាទហើយដែលខ្ញុំថាដែលចាំបាច់មិនមែនជាជំរឿប៉ុន្តែវាជាការចាំបាច់ចំណុចមួយទៀតគឺថា
យើងនឹងមានកម្លាំងចលករខ្លាំងផ្នែកសកម្មភាពហ្នឹងដើម្បីអភិវឌ្ឍប្រទេសជាតិយើងដោយខ្លួនឯងដែលមិនចាំបាច់ពឹងពរពីខាងក្រៅច្រើនពេកចឹងសម្រាប់ខ្ញុំគិតថាកុមារយុវសកម្មភាពគឺជាគ្រាប់ពូជសេដ្ឋកិច្ចនៃប្រទេសជាតិសម្រាប់ពេលអនាគតបើសិនជាលោកអ្នកទស្សនិកជនក៏ដូចជាពិសេសទស្សនិកជនដែលជាលោកពុកអ្នកបណ្ដាគ្រូបង្រៀនក្តីយល់ប្រហាក់ខ្ញុំគិតថាយើងនាំគ្នាបំពេញតួនាទីជាឪពុកម្ដាយជាគ្រូបង្រៀនជាសហគ្រិនដែលមានបទពិសោធន៍ហើយណាជួយគ្នាដើម្បីបណ្ដុះកុមារយុវវ័នរបស់យើងយុវជនរបស់យើងឲ្យក្លាយទៅជាសហគ្រិនដែលយើងហៅថាកុមារយុវសហគ្រិនពីព្រោះអីសហគ្រិនគឺមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេប៉ុន្តែវាត្រូវការកើតឡើងនៅក្នុងបរិយាកាសដែលឪពុកម្ដាយផ្ដល់ឱកាសឲ្យកូនសាកល្បងគ្រូផ្ដល់ឱកាសឲ្យកូនធ្វើអីទៅតាមការយល់ឃើញរបស់គាត់ហើយខុសក៏មិនអីដែរខុសគឺមានន័យថាជាការរៀនជាមួយគ្នាខុសមិនមែននឹងទទួលបាននៅការធ្វើតនកម្មផ្លូវចិត្តឬតនកម្មរាងកាយអីចឹងទេបាទសម្រាប់គ្រូសម្រាប់សាលាគួរតែជាផ្នែកមួយដែលផ្ដល់ឱកាសឲ្យមាន project ឲ្យមានគម្រោងផ្សេងគម្រោងដូចជាគម្រោង mini market គម្រោង hackathon អីផ្សេងហ្នឹងដើម្បីឲ្យកុមារគាត់មានឱកាសយកអ្វីដែលជាគំនិតរបស់គាត់ដែលគាត់បំលែងទៅជាសកម្មភាពហើយដាក់មកលក់ដាក់មកបង្ហាញនៅលើទីផ្សារពីព្រោះអីពីព្រោះការគ្រប់គ្រងផ្នែកស្មារតីហ្នឹងគឺសំខាន់ណាស់សំខាន់ជាងការគ្រប់គ្រងផ្នែកដើមទុនទៀតបាទមកដល់ចំណុចនេះបន្ទាប់ពីបកស្រាយបាញ់យើងយូរតិចដែរហ្នឹងគឺយើងប្រហែលជាអាចសន្និដ្ឋានរួមគ្នាថាកុមារយុវសកម្មភាពគឺយើងមិនមែនបង្រៀនពួកគាត់ឲ្យរត់តាមប្រាក់ទេរត់តាមលុយទេប៉ុន្តែយើងបង្រៀនគាត់រត់តាមគុណតម្លៃរត់តាមគំនិតរត់តាមក្តីសម័យក្តីសុបិនរបស់គាត់ហើយរត់តាមទំនួលខុសត្រូវការទទួលខុសត្រូវរបស់គាត់បាទហើយយើងក៏អាចសន្និដ្ឋានបានថាបើប្រទេសមួយដែលមានកុមារហ៊ានគិតហ៊ានធ្វើគឺប្រទេសហ្នឹងនឹងមានអនាគតល្អអញ្ចឹងអនាគតកម្ពុជាខ្ញុំយល់ឃើញថាគួរមានការចូលរួមយ៉ាងសស្រាហាមពីកុមារយុវសហគ្រិនពីពេលនេះតទៅប៉ុន្តែទូយ៉ាងណាបន្ទាប់ពីការបកស្រាយនេះសូមលោកស្រីទេសនិកជនមេត្តាពិចារណាលទ្ធបន្ថែមតាមការគួរជួបគ្នាវគ្គទី4ជាមួយនឹងប្រធានបទតើនរណាជាកុមារយុវសហគ្រិនបាទសូមសុខសំណាងល្អសូមអរគុណនិងសូមគោរពលា